បកជាបឋមខ្ញុំករណាខ្ញុំបានជួបមុខឲ្យប្រទូចៅអធិការវត្តប្រហូនក៏ដូចជាលោកគ្រូអាចារ្យគណៈកម្មការសាងសង់ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តប្រហូនទាំងមូលសូមអភិវឌ្ឍបន្ទន់កាយក្រាបថ្វាយបង្គំចំពោះព្រះរតនៈ3គឺព្រះពុទ្ធរតនៈព្រះធម្មរតនៈព្រះសង្ឃរតនៈព្រមទាំងព្រះវត្តមានព្រះអនុគុណសុខមេសាងនិងមន្ត្រីសង្ឃប្រចាំគុំតំពាំងស្រែព្រមទាំងព្រះគ្រូចៅអធិការគ្រប់វត្តព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលមានព្រះវត្តមានក្នុងទីមហារោងជាទីសក្ការៈដ៏ឧត្តមឧត្តមក្រៃលែងបន្តមកទៀតខ្ញុំករណាសូមគោរពវត្តមានលោកជំទាវជាសុខនួនសមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងជាទីប្រឹក្សាក្រសួងយុតិធម៌និងឯកឧត្តមជាពិសិដ្ឋទីប្រឹក្សាឯកឧត្តមអនុប្រធានទី2រដ្ឋសភានិងលោកជំទាវទើបសុវណ្ណីមហាឧបាសិកាឆៃភោភូមិព្រៃថ្មីមហាឧបាសិកាកោយតាយនិងសូមគោរពលោកញ៉ាំសុជាប្រធានមន្ត្រីមុខងារសាធារណៈខេត្តព្រៃវែងនិងសូមគោរពលោកស្រីចិនប្រធានក្រុមប្រឹក្សាស្រុកនិងសូមគោរពលោកហនសុផាតអភិបាលនៃគណៈអភិបាលស្រុកមេសាងនិងសូមគោរពលោកមនតារាអភិបាលរងស្រុកមេសាងនិងសូមគោរពលោកកេតសារីប្រធានការិយាល័យសង្គមគិច្ចនិងយុវនីតិសម្បទានិងសូមគោរពលោកមេឃុំត្រពាំងស្រែលោកនៃប៉ុស្តិ៍ប្រតិបត្តិការឃុំត្រពាំងស្រែព្រមទាំងមន្ត្រីក្រមបញ្ជាលោកមេភូមិអនុភូមិជំនួយការភូមិនិងកងកម្លាំងប្រជាការពារភូមិលោកតាលោកយាយលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងក្រុមយុវជនឃុំត្រពាំងស្រែដែលបានចូលរួមទីចិត្តជាឆាយជាទីរាប់អានឆ្លៀតក្នុងឱកាសនេះខ្ញុំបកករណាជួបមុខព្រះគ្រូចៅអធិការវត្តគ្រូអាចារ្យគណៈកម្មការវត្តប្រហូនសូមអានរបាយការណ៍ចំពោះការកសាងស្ពានផ្លូវទ្វារនិងផ្លូវមួយខ្សែនេះជូនឯកឧត្តមនិងលោកជំទាវដូចតទៅស្ពាននេះមានប្រវែង74ម៉ែត្រធ្វើពីឈើនិងផ្លូវថ្នល់មួយខ្សែមានប្រវែង1000ម៉ែត្រអស់ទឹកប្រាក់ចំនួន$16,500បានសងគេរួចចំនួន$8,000នៅជំពាក់គេចំនួន$8,500ចំពោះផ្លូវស្ពានត្រូវខាងជើងរហូតដល់ថ្នល់រដ្ឋបាលខេត្តមានប្រវែង500ម៉ែត្រគ្រាន់តែជាជលដោយចាក់ដីបន្ថែមចំពោះថ្នល់ថ្មីត្រូវខាងត្បូងចាប់ពីក្បាលស្ពានរហូតដល់ផ្លូវរដ្ឋបាលឃុំក្រោមលើទទឹង5ម៉ែត្រកម្ពស់0.8ម៉ែត្រនិងមានបណ្ដោយប្រវែង1000ម៉ែត្រសរុបចំពោះការធ្វើផ្លូវបន្ថែមចំណាយអស់ចំនួន$4,500ចំពោះការកសាងក្លោបទ្វារអស់ទឹកប្រាក់ចំនួន$850សរុបក្នុងការកសាងទាំងអស់ចំនួន$21,850បានសងគេចំនួន$8,000នៅជំពាក់ចំនួន$13,850ហើយទីនេះកាលពីដើមធ្វើដំណើរឆ្លងកាត់ដោយជិះទូកថ្នោតឬចុះហែលទឹកតែម្ដងមានការលំបាកដល់ប្រជាពលរដ្ឋចំនួន2ឃុំគឺឃុំអង្គរសនិងឃុំត្រពាំងស្រែក្នុងការធ្វើដំណើរប្រស្រ័យតាក់ទងគ្នាក៏ដូចជាក្នុងការប្រកបមុខរបរកសិកម្មផ្សេងៗផងដែរដូច្នេះក្រុមកិច្ចដឹកនាំរបស់ព្រះគ្រូចៅអធិការវត្តលោកគ្រូអាចារ្យគណៈកម្មការសាងសង់រួមនឹងប្រជាពុទ្ធបរិស័ទនឹងការឧបត្ថម្ភពីសប្បុរសជនចិត្តឆ្ងាយចាប់ផ្ដើមកសាងនៅថ្ងៃច័ន្ទ12រោចខែមិញឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី24ខែកុម្ភៈឆ្នាំ2025កសាងរួចរាល់នៅថ្ងៃច័ន្ទ7កើតខែផល្គុនឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ថ្ងៃទី23ខែកុម្ភៈឆ្នាំ2026ពេលនេះសូមឯកឧត្តមនិងលោកជំទាវមេត្តាជ្រាបជាព័ត៌មានមុននឹងបញ្ចប់របាយការណ៍ខ្ញុំបកករណាខ្ញុំបាទសូមខន្តីអភ័យទោសអំពីសំណាក់ព្រះអនុគុណលោកជំទាវលោកតាលោកយាយលោកស្រីនិងនាងកញ្ញានិងភ្ញៀវកិត្តិយសទាំងអស់មកពីទីចិត្តទីឆ្ងាយចំពោះរបាយការណ៍របស់យើងខ្ញុំព្រះករណាក្រែងមានការចន្លោះខ្វះខាតដោយប្រការណាមួយមិនគាប់ទឹកប្រតិសូមអធិស្ឋានឲ្យខ្ញុំបាទផង
និងសូមគោរពជូនពរដល់ឯកឧត្តមលោកជំទាវព្រមទាំងភ្ញៀវកិត្តិយសសប្បុរសប្រុសស្រីប្រិយមិត្តជិតឆ្ងាយទាំងអស់សូមជួបប្រទះនៅកប5ប្រការ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្លៀងគ្លាឡើយសូមអរព្រះគុណនិងអរគុណសូមឲ្យទាំងអស់គ្នាឆ្លងឲ្យផុតនៅឧបសគ្គគ្រប់អីទាំងឡាយទាំងអស់ឆ្លងឲ្យផុតសូមឲ្យឆ្នាំថ្មីជួបតែសុខសុភមង្គលសិរីសួស្តីហើយសូមឲ្យជ្រះថ្លាអស់គ្នាសូមឲ្យអស់គ្នាសូមឲ្យប្រទេសជាតិរបស់យើងជួបតែសុខសន្តិភាពតទៅថ្ងៃមុខទៅទៀតឈ្នះអស់ពួកឈ្លានពានទាំងឡាយApa tao lột trốn? Sao mày sốc mai? Sao mày đi chầm lá, sao mày chạy trong sông ai? Thna ai để tua bán sông ai cũng gaga. Mà nè, sông ai gaga. Rồi, xịt đây vật thna.